9រាជវង្សហេស្មូនៀននៅពេលដែលសង្គ្រាមរយៈពេល150ឆ្នាំបានឈានដល់ទីបញ្ចប់អេភីផាណេសដែលជាស្ដេចនៃអាសស៊ើបានរៀបចំកងកម្លាំងរបស់គាត់ឡើងវិញហើយបានឈ្លានពានអេស៊ីបប៉ុន្តែនៅពេលនោះអេស៊ីបបានស្ថិតនៅក្នុងកម្ដាប់ដៃរបស់រ៉ូម៉ាំងរួចទៅហើយអេភីផាណេសគ្មានជំរឿអ្វីក្រៅពីទទួលយកភាពអាម៉ាស់របស់គាត់ពេលគាត់ត្រឡប់មកវិញគាត់បានបញ្ចេញកំហឹងដាក់ក្រុងយេរូសាឡឹមអេភីផាណេសចង់ធ្វើឲ្យជនជាតិយូដាស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកពួកគេបានបង្ខំឲ្យជនជាតិយូដាគោរពរូបព្រះសាសដតីតាមវប្បធម៌ក្រិចប៉ុន្តែខាងអូសូដុកដូចជាហេសឌីមបានប្រឆាំងនឹងអេភីផាណេសបានធ្វើទុកបុកម្នេញពួកយូដាជាខ្លាំងនិងមានការលុបបំបាត់នៅការបូជាប្រចាំថ្ងៃការកាត់ស្បែកព្រះគម្ពីរត្រូវបានដុតហើយយកឈាមជ្រូកមកប្រោះនៅខាងក្នុងព្រះវិហារបរិសុទ្ធអ្នកដែលក្រោបឡើងដោយកំហឹងគឺម៉ាថាធីអាសដែលជាសង្ឃដែលកើតមកពីគ្រួសារម៉ាខាប៊ីនៃរាជវង្សហាស្មូនៀនម៉ាថាធីអាសជាសម្ដេចសង្ឃនៅក្នុងភូមិតូចមួយឈ្មោះម៉ូឌីននៅពេលដែលអាសស៊ើបានបញ្ជូនទូតរបស់ខ្លួនដើម្បីបង្ខំម៉ាថាធីអាសឲ្យគោរពរូបព្រះរំពេចនោះមានជនជាតិយូដាម្នាក់រៀបនឹងគោរពរូបព្រះនោះក្នុងពេលនោះម៉ាថាធីអាសខឹងយ៉ាងខ្លាំងគាត់បានសម្លាប់ជនជាតិយូដានិងទូតរបស់អាសស៊ើហើយគាត់និងកូនទាំង5នាក់របស់គាត់ចាប់ផ្ដើមធ្វើសង្គ្រាមជាមួយទ័ពអាសស៊ើម៉ាថាធីអាសបានយកមនុស្សមួយក្រុមដែលមានគំនិតដូចគាត់ដើម្បីទៅប្រឆាំងនឹងអាសស៊ើដែលការនេះហៅថាការចាប់ផ្ដើមនៃបដិវត្តន៍ម៉ាខាប៊ីយុសបន្ទាប់ពីឪពុករបស់គាត់ម៉ាថាធីអាសបានទទួលមរណភាពកូនប្រុសរបស់គាត់ឈ្មោះយូដាសម៉ាខាប៊ីយុសបានបណ្ដេញពួកអាសស៊ើចេញបន្ទាប់ពីសង្គ្រាមរយៈពេល3ឆ្នាំកន្លះយូដាសម៉ាខាប៊ីយុសបានដកព្រះសេយុសនិងរូបព្រះផ្សេងទៀតចេញពីព្រះវិហារនៅក្នុងក្រុងយេរូសាឡឹមនិងសម្អាតព្រះវិហារបរិសុទ្ធថ្ងៃដែលរំលឹកដល់ថ្ងៃនោះត្រូវបានគេហៅថាបុណ្យឆ្លងឬហានូខាដែលមានចែងទុកនៅក្នុងគម្ពីរយូហានជំពូក10ខ22មួយរយៈពេលក្រោយមកកងទ័ពអាសស៊ើបានលេចមុខជាថ្មីជាមួយនឹងកងទ័ពដ៏ធំមួយហើយបានកម្ចាត់កងទ័ពម៉ាខាប៊ីយុសដោយឡោមព័ទ្ធក្រុងយេរូសាឡឹមហើយព្យាយាមបង្អត់អាហារជនជាតិយូដារហូតដល់ស្លាប់បន្ទាប់មកមានប្រទេសផ្សេងទៀតចូលមកឈ្លានពាននៅទីក្រុងអាន់ទីយ៉ូកក្នុងប្រទេសអាសស៊ើរួចអាសស៊ើបានចូលមកផ្សះផ្សាជាមួយជនជាតិយូដាវិញអាសស៊ើបាននិយាយថាគាត់នឹងលុបចោលច្បាប់ដែលគៀបសង្កត់មកលើជនជាតិយូដានិងមិនមានការគំរាមកំហែងដល់ជនជាតិយូដាទៀតទេសម្ដេចសង្ឃបានសន្យាថានឹងតែងតាំងអេលៀគីមដែលជាអ្នកកាន់តាមវប្បធម៌ក្រិចនឹងអាចឲ្យជនជាតិយូដារក្សាសាសនាយូដាផងនិងធ្វើតាមវប្បធម៌ក្រិចផងប្រសិនបើគាត់ធ្វើដូច្នេះយូដាសម៉ាខាប៊ីយុសនិងអ្នកដែលដើរតាមគាត់នឹងមិនត្រូវទទួលទោសឡើយនៅក្នុងភាសាហេប្រឺហាស៊ីដឺគឺសំដៅទៅលើមនុស្សម្នាក់ដែលប្រឹងប្រែងគោរពការសន្យារបស់ព្រះនៅពេលនោះរដ្ឋាភិបាលបណ្ដោះអាសន្នរបស់សាសយូដាដែលស្ទើរតែជាពួកហាស៊ីឌីមទាំងអស់ដែលជាមនុស្សប្រឹងប្រែងគោរពព្រះជាម្ចាស់នៅពេលនោះគោលបំណងរបស់ពួកហាស៊ីឌីមគឺចង់បានសេរីភាពខាងសាសនារួចពួកគេបានយល់ព្រមក្នុងការផ្សះផ្សាជាមួយអាសស៊ើចំពោះរឿងនេះក្រុមម៉ាខាប៊ីយុសមិនទាន់បានយល់ព្រមទេពួកគេបានជំទាស់នឹងរឿងដែលពួកហាស៊ីឌីមចុះហត្ថលេខាជាមួយពួកអាសស៊ើបន្ទាប់មកគាត់បានសម្លាប់អេលៀគីមនិងប្រហារជីវិតសង្ឃជាន់ខ្ពស់ជាច្រើនជាលទ្ធផលមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងម៉ាខាប៊ីយុសក្រោយមកនៅក្នុងប្រទេសអាសស៊ើការវាយប្រហារតបតមួយត្រូវបានចាប់ផ្ដើមម្ដងទៀតហើយយូដាសម៉ាខាប៊ីយុសត្រូវបានគេសម្លាប់នៅទីនោះ